ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះដែលមានប្រភាទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អាណាធបណ្ឌកសេដ្ឋីចិត្តក្រុងសាវត្ថីកាលព្រះដែលមានប្រភាគង់នៅក្នុងវត្តនោះបានត្រាស់ហៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយចុះបដិច្ចសមុបាទធម៌តើដូចម្ដេចមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈ6កើតមានព្រោះនាមរូបជាបច្ច័យភាសៈកើតមានព្រោះអាយតនៈ6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យតណ្ហាកើតមានព្រោះវេទនាជាបច្ច័យឧបទានកើតមានព្រោះតណ្ហាជាបច្ច័យភពកើតមានព្រោះឧបទានជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរិយាមរណៈសេចក្តីសោកស្ដាយសេចក្តីខ្សឹបខ្សួលសេចក្តីលំបាកកាយលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏កើតមានព្រមព្រោះជាតិជាបច្ច័យការកើតឡើងព្រមនៃកងទុកទាំងអស់នោះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយចុះចរិយានិងមរណៈតើដូចម្ដេចសេចក្តីក្រមគ្រាភាពក្រមគ្រាថ្មិញបាក់សក់ស្កើស្បែកជ្រួញយាវដំណើរថយនៃអាយុដំណើរចាស់ទុំនៃឥន្ទ្រីទាំងឡាយណារបស់សត្វទាំងឡាយនោះក្នុងសត្តនិកាយនោះនេះហៅថាចរិយាមនាលភិក្ខុទាំងឡាយចុះមរណៈតើដូចម្ដេចចុតិគឺការឃ្លាតការបែកធ្លាយការបាត់ទៅសេចក្តីស្លាប់ដំណើរងាប់ការធ្វើមរណកាលការបែកធ្លាយនៃខណ្ឌទាំងឡាយការដាក់ចុះនៅសាកសពការដាច់នៃជីវិតតន្ត្រីណារបស់សត្វទាំងឡាយនោះចាក់សត្តនិកាយនោះនេះហៅថាមរណៈមនាលភិក្ខុទាំងឡាយព្រោះហេតុនោះចរិយានេះផងមរណៈនេះផងនេះហៅថាចរិយានិងមរណៈមនាលភិក្ខុទាំងឡាយចុះជាតិតើដូចម្ដេចកិរិយាកើតជាដំបូងកិរិយាកើតព្រមកិរិយាចុះចាប់ផ្ទៃកិរិយាកើតកិរិយាវិលត្រឡប់មកកើតកិរិយាកើតប្រកបនៃខណ្ឌទាំងឡាយកិរិយាបាននៅអាយតនៈណារបស់សត្វទាំងឡាយនោះក្នុងសត្តនិកាយនោះមនាលភិក្ខុទាំងឡាយនេះហៅថាជាតិមនាលភិក្ខុទាំងឡាយចុះភពតើដូចម្ដេចមនាលភិក្ខុទាំងឡាយភពនេះមាន3គឺកាមភព1រូបភព1អរូបភព1មនាលភិក្ខុទាំងឡាយនេះហៅថាភពមនាលភិក្ខុទាំងឡាយចុះឧបទានតើដូចម្ដេចមនាលភិក្ខុទាំងឡាយឧបទាននេះមាន4គឺកាមុបាទាន1ទិដ្ឋុបាទាន1សីលបតុបាទាន1អត្តវាតុបាទាន1មនាលភិក្ខុទាំងឡាយនេះហៅថាឧបទានមនាលភិក្ខុទាំងឡាយចុះតណ្ហាតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកតណ្ហានេះមាន6គឺរូបតណ្ហា1សត្យតណ្ហា1គុណធៈតណ្ហា1រសៈតណ្ហា1ផោតពៈតណ្ហា1ធម្មតណ្ហា1មនាលភិក្ខុទាំងឡាយនេះហៅថាតណ្ហាមនាលភិក្ខុទាំងឡាយចុះវេទនាតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកវេទនានេះមាន6គឺវេទនាកើតអំពីចក្ខុសម្ផស្ស1វេទនាកើតអំពីសោតសម្ផស្ស1វេទនាកើតអំពីឃានអ្នកសម្ផស្ស1វេទនាកើតអំពីជីវហាសម្ផស្ស1វេទនាកើតអំពីកាយសម្ផស្ស1វេទនាកើតអំពីមនោសម្ផស្ស1មនាលភិក្ខុទាំងឡាយនេះហៅថាវេទនាមនាលភិក្ខុទាំងឡាយចុះភាសៈតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកភាសៈនេះមាន6គឺចក្ខុសម្ផស្ស1សោតសម្ផស្ស1ឃានអ្នកសម្ផស្ស1ជីវហាសម្ផស្ស1កាយសម្ផស្ស1មនោសម្ផស្ស1មនាលភិក្ខុទាំងឡាយនេះហៅថាភាសៈមនាលភិក្ខុទាំងឡាយចុះអាយតនៈ6តើដូចម្ដេចចក្ខ្វាយតនៈ1សោតាយតនៈ1ឃានាយតនៈ1ជីវហាយតនៈ1កាយាយតនៈ1មនាយតនៈ1មនាលភិក្ខុទាំងឡាយ
នេះហៅថាអយតនៈ6មនាលភិក្ខុទាំងឡាយចុះនាមរូបតើដូចម្ដេចវេទនាមួយសញ្ញាមួយចេតនាមួយផាសៈមួយមនសិការៈមួយនេះហៅថានាមមហាភូតរូប4និងឧបាទាយរូបរបស់មហាភូតរូប4នេះហៅថារូបមនាលភិក្ខុទាំងឡាយនាមនេះផងរូបនេះផងនេះហៅថានាមរូបដោយប្រការដូច្នោះមនាលភិក្ខុទាំងឡាយចុះវិញ្ញាណតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកវិញ្ញាណនេះមាន6គឺចក្ខុវិញ្ញាណ1សោតវិញ្ញាណ1ឃានវិញ្ញាណ1ជីវហាវិញ្ញាណ1កាយវិញ្ញាណ1មនោវិញ្ញាណ1មនាលភិក្ខុទាំងឡាយនេះហៅថាវិញ្ញាណមនាលភិក្ខុទាំងឡាយចុះសង្ខារតើដូចម្ដេចមនាលភិក្ខុទាំងឡាយសង្ខារនេះមាន3គឺកាយសង្ខារ1វិច័យសង្ខារ1ចិត្តសង្ខារ1មនាលភិក្ខុទាំងឡាយនេះហៅថាសង្ខារមនាលភិក្ខុទាំងឡាយចុះអវិជ្ជាតើដូចម្ដេចមនាលភិក្ខុទាំងឡាយសេចក្តីមិនដឹងក្នុងទុក្ខមួយសេចក្តីមិនដឹងក្នុងហេតុជាទីកើតទុក្ខមួយសេចក្តីមិនដឹងក្នុងទីរំលត់ទុក្ខមួយសេចក្តីមិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខមួយមនាលភិក្ខុទាំងឡាយនេះហៅថាអវិជ្ជាមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យអយតនៈ6កើតមានព្រោះនាមរូបជាបច្ច័យផាសៈកើតមានព្រោះអយតនៈ6ជាបច្ច័យវេទនាកើតមានព្រោះផាសៈជាបច្ច័យតណ្ហាកើតមានព្រោះវេទនាជាបច្ច័យឧបទានកើតមានព្រោះតណ្ហាជាបច្ច័យភពកើតមានព្រោះឧបទានជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យក៏កើតមានព្រោះជាតិជាបច្ច័យចរាមរណៈសេចក្តីសោកស្ដាយសេចក្តីខ្សឹបខ្សួលសេចក្តីលំបាកកាយលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏កើតមានព្រោះជាតិជាបច្ច័យការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយនេះហៅថាបដិច្ចសមុបាទធម៌ការរលត់នៃសង្ខារព្រោះការវិនិច្ឆ័យនិងការរលត់ឥតសេសសល់នៃអវិជ្ជាការរលត់នៃវិញ្ញាណព្រោះការរលត់នៃសង្ខារការរលត់នៃនាមរូបព្រោះការរលត់នៃវិញ្ញាណការរលត់នៃអយតនៈ6ព្រោះការរលត់នៃនាមរូបការរលត់នៃផាសៈព្រោះការរលត់នៃអយតនៈ6ការរលត់នៃវេទនាព្រោះការរលត់នៃផាសៈការរលត់នៃតណ្ហាព្រោះការរលត់នៃវេទនាការរលត់នៃឧបទានព្រោះការរលត់នៃតណ្ហាការរលត់នៃភពព្រោះការរលត់នៃឧបទានការរលត់នៃជាតិព្រោះការរលត់នៃភពចរាមរណៈសេចក្តីសោកស្ដាយសេចក្តីខ្សឹបខ្សួលសេចក្តីលំបាកកាយលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏រមែងរលត់ទៅព្រោះការរលត់នៃជាតិការរលត់នៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះលុះព្រះដ៏មានប្រភាត្រាស់ដូច្នោះហើយពួកភិក្ខុទាំងនោះក៏មានចិត្តត្រេកអររីករាយចំពោះភាសិតរបស់ព្រះដ៏មានព្រះភាចប់សូត្រនេះសូមជ្រះថ្លាអនុមោទនា